កម្មវិធីសង្ក្រាន្តឆ្នាំថ្មី2025នៅទីក្រុងឡុងបិចកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅតែបន្តទោះបីជាថ្ងៃក្តៅយ៉ាងណាក៏ប្រជាជនខ្មែរយើងនៅត្រៀបត្រាពីមុខវេទិកាតន្ត្រីសម្ដែងរបាំទាំងអស់នោះដោយក្តីរីករាយមើលការសម្ដែងប្រកបដោយចិត្តរំភើបតែពួកគាត់បានឃើញថាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងបាននាំមកដល់ទឹកដីអាមេរិកនេះពេលនេះពិធីករកំពុងតែសន្ទនាគ្នាអំពីការសម្ដែងលើកនេះក្រុមតន្ត្រីបានប្រាប់ថាជាក្រុមដែលសម្ដែងដែលមានទេវតាត្រូវឡើងមកនៅលើវេទិកាតន្ត្រីនេះហើយបន្ទាប់មកក៏ឃើញទេវតាដែលត្រូវសម្ដែងមករងចាំនៅមាត់ទ្វារចូលនោះហើយដើម្បីនឹងចាប់ផ្ដើមសម្ដែងនៅកម្មវិធីនេះយើងក៏បានឃើញដែរប្រជាជនខ្មែរយើងនៅពីមុខវេទិកាតន្ត្រីត្រៀបត្រាខ្លះអង្គុយខ្លះឈររងចាំមើលការសម្ដែងដោយចិត្តរីករាយការសម្ដែងនៅតែប្រព្រឹត្តទៅមុខជាដរាបដោយមានច្រើនក្រុមដែលត្រូវមកចូលរួមសម្ដែងរួមគ្នានៅលើវេទិកាតែមួយដោយមានការចាត់តាំងម៉ោងត្រឹមត្រូវដល់វគ្គដែលត្រូវសម្ដែងគេក៏អញ្ជើញក្រុមសម្ដែងឲ្យឡើងមកលើវេទិកាដើម្បីនឹងសម្ដែងជូនមហាជនយើងទស្សនានៅពេលនេះយើងឃើញថាទេវតាក៏មកដល់មាត់ទ្វារហើយក៏មានការបាំងខ្លោះឲ្យទេវតាដែលជាតំណាងនៅទេវតាឆ្នាំថ្មីឬក៏ទេវតាឆ្នាំចាស់នៅទីនេះដែរកំពុងតែនឹងឡើងមកដល់ឥឡូវនេះពិធីការនីក៏បានសន្ទនាគ្នាដោយយកចិត្តទុកដាក់អំពីកម្មវិធីហើយនឹងប្រកាសប្រាប់ដល់ប្រជាជនខ្មែរយើងឲ្យដឹងនៅកម្មវិធីនេះតំណាងឲ្យដល់អ្វីមានសារៈសំខាន់បែបណានិងដើម្បីជាប្រយោជន៍ឲ្យកូនខ្មែរយើងដឹងអំពីអត្ថន័យនៃកម្មវិធីសង្ក្រាន្តពីការទទួលទេវតាឆ្នាំថ្មីនិងពីសារៈប្រយោជន៍ផ្សេងៗទៀតឲ្យកូនខ្មែរយើងដែលរស់នៅហើយនឹងកើតនៅទឹកដីអាមេរិកនេះឲ្យបានដឹងសម្រាប់ជាដំណឹងសំខាន់ដល់កូនចៅជំនាន់ក្រោយរបស់យើងតទៅទៀតទស្សនិកជនកំពុងតែរងចាំយ៉ាងអន្ទះសារនៅកម្មវិធីមួយនេះជារូបកបិលមហាព្រហ្មដែលជាឪពុករបស់ទេពធីតាទាំង7អង្គដែលតំណាងឲ្យទេវតាប្រចាំឆ្នាំនៃប្រទេសកម្ពុជាកបិលមហាព្រហ្មនេះបានត្រូវបានកាត់កហើយយកមកដាក់តាំងលើជើងពាននេះព្រោះមានរឿងដំណាលថាអំពីការភ្នាល់គ្នារវាងកបិលមហាព្រហ្មនិងព្រះធម្មបាកុមារគឺជាអ្នកប្រាជ្ញអ្នកល្បីឈ្មោះនៅក្នុងសម័យនោះហើយកបិលមហាព្រហ្មបានឮគេឈ្មោះរបស់ព្រះធម្មបាកុមារក៏ចង់សាកល្បងដោយភ្នាល់គ្នាអំពីប្រាថ្នា3ខទី1សិរីសួស្តីពេលព្រឹកនៅត្រង់ណាទី2សិរីសួស្តីពេលថ្ងៃត្រង់នៅត្រង់ណាទី3សិរីសួស្តីពេលល្ងាចនៅត្រង់ណាដើម្បីឲ្យធម្មបាកុមារឆ្លើយបើសិនជាធម្មបាកុមារឆ្លើយមិនចេញទេឬក៏ឆ្លើយមិនត្រូវទេនឹងត្រូវកាត់ក្បាលធម្មបាកុមារតែបើធម្មបាកុមារឆ្លើយត្រូវនៅសំណួរទាំង3ខនេះនឹងកាត់ក្បាលកបិលមហាព្រហ្មដើម្បីជាសាក្សីក្នុងការភ្នាល់គ្នានេះហើយក្រោយមកក៏ធម្មបាកុមារបានឆ្លើយត្រូវគឺទី1សិរីសួស្តីពេលព្រឹកនៅលើផ្ទៃមុខដែលយើងទាំងអស់គ្នាត្រូវលុបមុខជំរះមន្ទិលសៅហ្មងដើម្បីឲ្យមានសិរីសួស្តីចេញទៅទីណាកន្លែងណាមានញាតិមិត្តរាប់អានហើយនឹងទី2ពេលថ្ងៃត្រង់សិរីសួស្តីនៅលើដើមទ្រូងតែប្រជាជនខ្មែរយើងត្រូវយកទឹកមកលាងដើមទ្រូងដើម្បីបំបត្តិអាការៈមិនស្អាតឬក៏ចិត្តមួម៉ងទាំងប៉ុន្មានហ្នឹងឲ្យជ្រះស្រឡះដើម្បីនឹង
មានប្រជាប្រិយភាពនិយាយស្ដីទៅកាន់មកប្រជាជនខ្មែរយើងទាំងអស់គ្នាឬក៏មិត្តភ័ក្តិភ្ញៀវណាមានសេរីសួស្ដីទី3នៅពេលយប់នៅពេលមុនពេលចូលគេងគឺសេរីសួស្ដីនៅចុងជើងត្រូវយកទឹកមកលាងចុងជើងមុនចូលដំណេកនេះជាសេរីសួស្ដី3ប្រការដែលកបិលមហាព្រហ្មបានសួរទៅព្រះធម្មបាលកុមារហើយព្រះធម្មបាលកុមារក៏បានឆ្លើយរួចប៉ុន្តែមានលក្ខណៈមួយទៀតគេឆ្លើយឡើងថាសេរីសួស្ដីទាំង3នេះគឺស្ថិតនៅលើចិត្តយើងសម្អាតចិត្តលាងយកទឹកមកលាងគឺលាងសម្អាតកាយវិជាចិត្តដើម្បីឲ្យនិយាយស្ដីទៅបានល្អឲ្យរក្សាសិលសម្អាតចិត្តឲ្យបានស្អាតល្អកុំឲ្យមានចិត្តលោភៈទោសៈមោហៈនិងប្រព្រឹត្តអំពើអាក្រក់ផ្សេងឲ្យមានចិត្តជាកុសលមានចិត្តជាបុណ្យដើម្បីនឹងជាប្រយោជន៍ដល់ខ្លួនឯងផងជាប្រយោជន៍ដល់សង្គមផងដើម្បីរួបរวมគ្នារស់នៅក្នុងជីវិតប្រចាំថ្ងៃមានសេចក្តីសុខរាល់រូបហើយនឹងទៅកាន់ប្រជាជនទាំងអស់គ្នាដែលរស់នៅជុំវិញបង្កើតជាការរួបរวมសាមគ្គីគ្នាគ្រប់មជ្ឈដ្ឋាននោះនឹងមានសុខសន្តិភាពផ្លូវកាយផ្លូវចិត្តសន្តិភាពដោយវាចាមិនមានចំនួនមិនមានអ្វីដែលបង្កហេតុឲ្យយើងកើតចំនួនគ្នានោះទេទ្រឹស្ដីទាំងពីរនេះរួមបញ្ចូលគ្នាទៅវាជាការល្អដែរជាការយល់ឃើញរបស់ខ្ញុំគឺវាល្អទាំងពីរដែលយើងអាចធ្វើបានមិនពិបាកទេហើយយើងគ្រាន់តែតាំងចិត្តឲ្យស្អាតបរិសុទ្ធជំរះមន្ទិលកុំមានសេចក្តីខឹងក្រោធនៅពេលដែលឮសូរស័ព្ទផ្សេងត្រូវតាំងចិត្តឲ្យស្ងប់តាំងចិត្តអត់ធ្មត់នឹងមានសេចក្តីស្ងប់ក្នុងចិត្តមានសេចក្តីសុខផ្លូវកាយដោយផ្លូវវាចាហើយនឹងបានជាប្រយោជន៍ដល់រាងកាយរបស់ខ្លួនឯងក្រុមគ្រួសារនិងទៅដល់សង្គមផងដែរដោយសារតែយើងមានចិត្តខន្តីមានមេត្តាករុណាមុទិតានិងឧបេក្ខាមនុស្សនឹងរស់បានដោយសុខស្រួលដោយពុំមានសត្រូវពុំមានអ្នកចងអាឃាតអ្វីឡើយនេះជាបុណ្យកុសលរបស់មនុស្សយើងម្នាក់ដែលធ្វើឡើងហើយនឹងត្រូវបានធ្វើដោយខ្លួនឯងប្រព្រឹត្តដោយខ្លួនឯងសម្រាប់នេះដែរចាអរគុណសម្រាប់ការទស្សនាវីដេអូនេះដែលខ្ញុំនឹងរៀបរាប់ជាបន្តទៅទៀតគឺថាសកម្មភាពការសម្ដែងក៏នៅតែបន្តរៀបចំឆាកដើម្បីឲ្យតួអង្គសម្ដែងនៃក្រុមនីមួយបានឡើងមកកាន់វេទិកាយើងឃើញថាការសន្ទនារបស់ពិធីករនៅតែបន្តទៅមុខដើម្បីបញ្ជាក់អំពីការងារដែលត្រូវធ្វើមានអ្វីខ្លះទៅពេលបន្តទៀតនឹងដើម្បីឲ្យការងារសម្ដែងបានប្រព្រឹត្តទៅរលូនបានល្អឲ្យទស្សនិកជនខ្មែរយើងមើលទៅឃើញពេញចិត្តពេញថ្លើមនៅការរៀបចំនៃកម្មវិធីនេះថានឹងបានស័ក្តិសមល្អឥតខ្ចោះយ៉ាងណានោះកម្មវិធីនេះបានធ្វើឡើងប្រព្រឹត្តទៅដោយរលូនជាលំដាប់ជាបន្តបន្ទាប់ដោយសារតែការរៀបចំរបស់គណៈកម្មការនៃការរៀបចំពិធីបុណ្យសង្ក្រាន្តនេះចាហើយខ្ញុំក៏បានឃើញហើយចាអរគុណសម្រាប់ការសម្ដែងមួយ